Bàស្វាគមន៍មកកាន់វគ្គខ្លី Microtek Router វគ្គទី1 បាទនៅពេលដែលយើងមានrouter Microtek គឺយើងត្រូវការ login វាដើម្បី configure បាទហើយបន្តមកទៀតយើងចុច system បាទដើម្បី update firmware របស់វាបន្តិចទៀតខ្ញុំនឹង configure ដែលយើងប្រើប្រាស់ username នេះនិង password នេះដើម្បីឲ្យយើងមាន internet access បាទគេនឹងឲ្យជា IP address គេឲ្យជា subnet mask គេឲ្យជា gateway គេឲ្យជា DNS បាទគេឲ្យជា DNS គេអាចឲ្យមួយឬក៏ពីរចឹងទៅបាទតែជាឧទាហរណ៍របស់ចឹងបន្ទាប់ពីយើង select យកឲ្យ interface ត្រឹមត្រូវ action ត្រឹមត្រូវហើយយើងចុច OK មកបាទចុច OK មកយើងអាច testing បានតើវាដំណើរការអ៊ីនធឺណិតហើយឬនៅចូល new terminal បាទចូល new terminal មកហើយយើង ping ទៅកាន់884 ដងគឺឃើញថាវាដំណើរការណាឃើញថាវាដំណើរការបន្ទាប់មកទៀតបន្ទាប់ពីយើងឃើញវាដំណើរការហើយយើង testing បើក browser យើងមួយមកបាទបើក browser យើងមួយមកយើងបើក YouTube ចឹងទៅបាទឃើញថាវាដំណើរការហើយបាទ YouTube ដើរបាទអ៊ីនធឺណិតខ្ញុំរៀង slow បន្តិចបាទយើងអាចប្រើប្រាស់វាដើម្បីបម្រើការងារឲ្យយើងអញ្ចឹងឬមួយទៀតអ្នកនេះឃើញswitch មួយនេះទេ switch មួយនេះគឺជា manage switch បាទជា manage switch Cisco manage switch Cisco ក៏មាន port optic មួយដែរបាទក៏មាន port optic មួយដែរអញ្ចឹង port optic មួយនេះក៏យើងអាចចាំពី optic Microtek ទៅកាន់ optic របស់ switch នេះចូលឧទាហរណ៍ថាយើងចង់បំបែក network ទៅកន្លែងឆ្ងាយបន្ថែមទៀតយើងអាចប្រើឧបករណ៍បែបហ្នឹងគ្រាន់តែដូរយើងអាចកំណត់យក port ទាំងអស់ហ្នឹងដាច់ដល់ឡែកធ្វើជា LAN ក៏បានឬក៏យក port ច្រើនរួមគ្នាធ្វើជា LAN មួយក៏បានដែរ by default គឺវាមានជាសមាជិកនៅក្នុងឈ្មោះ bridge ហ្នឹងសមាជិកនៃ port របស់វាគឺមាន port លេខ 2 រហូតដល់ port លេខ 10 រួមទាំង port optic មួយដែរបាទ SFP នេះគឺ port optic បាទដោយសារ Microtek router ប្រភេទនេះវាមាន port optic មួយនៅកន្លែងនេះបាទមាន port optic មួយនៅកន្លែងនេះ3 network ឬក៏យើងហៅថា3ក្រុមផ្សេងពីគ្នាក្រុមនេះមួយ network ទៅពណ៌ក្រហមហ្នឹងហើយក្រុមនេះពណ៌បៃតងមក network ទៅក្រុមនេះពណ៌ទឹកក្រូចមក network ទៅឧទាហរណ៍ថាយើងភ្ជាប់ទៅ Unify នឹង port ទី8អញ្ចឹងអ្នកណាដែលនៅ Unify connect តាម wireless គឺបាន rank លេខ 9អ្នកណា connect តាមខ្សែ port នេះបាន rank លេខ 7អ្នកណា connect តាមខ្សែ port នេះបាន rank លេខ 15អញ្ចឹងទៅបាទអញ្ចឹងយើងមាន3 network ផ្សេងពីគ្នានឹងឯងបាទធ្វើការបង្ហាញអំពីការ configure ទៅលើ router Microtek ទី2ឥឡូវខ្ញុំសូមធ្វើការភ្ជាប់បាទខ្ញុំសូមធ្វើការភ្ជាប់ខ្សែ network មួយសរសៃនេះគឺជាខ្សែ network ដែលភ្ជាប់ទៅកាន់ router ភ្ជាប់ទៅកាន់ router ណា router Microtek បាទអញ្ចឹងខ្ញុំសូមភ្ជាប់ខ្សែមួយសរសៃនេះទៅកាន់ LAN port បាទខ្ញុំភ្ជាប់ទៅកាន់ LAN port ហើយនេះគឺជា Unify ខ្ញុំបានដោតខ្សែ network វានៅខាងក្រោមនេះរួចហើយបាទនៅខាងក្រោមនេះរួចហើយអញ្ចឹងបន្ទាប់ពីដោតហើយបាទឥឡូវវាចាប់ដើម connect ហើយអូខេវា connect ហើយអញ្ចឹងឥឡូវយើង refresh មើលថាតើមាន client មួយ update ទេបាទមានមួយឥឡូវយើងអាចមើលកន្លែងនេះមួយទៀត topology នេះគឺមាន laptop ខ្ញុំមួយមានទូរស័ព្ទដៃ Vivo របស់ខ្ញុំមួយគឺកំពុងតែភ្ជាប់ជាមួយនឹង Unify AC Lite មួយនឹងបាទហើយឥឡូវខ្ញុំសូមបិទnetwork ប្រើខ្សែបិទ network ប្រើខ្សែខ្ញុំសូមបិទ network ប្រើខ្សែបាទខ្ញុំកំពុងតែប្រើ Wi-Fi ឥឡូវខ្ញុំ testing internet មើលដើរទេបាទខ្ញុំសាក testing internet មើលបាទឥឡូវខ្ញុំដើរឃើញ connect ដើរធម្មតាអញ្ចឹងមានន័យថា
ប្រសិនបើយើង disable bridge interface មានន័យថា port ទាំងអស់ដែលស្ថិតនៅក្នុង bridge interface ហ្នឹងត្រូវបាន disable ដែរអញ្ចឹង computer របស់ខ្ញុំត្រូវបាន connect ជាមួយនឹង port ទី2បាទ port ទី2បាទ port ទី2អញ្ចឹងប្រសិនបើ bridge interface ត្រូវបាន disable ឬក៏លុបអញ្ចឹងខ្ញុំក៏អត់មានលទ្ធភាពអី connect ទៅកាន់ port ទី2បានដែរពីព្រោះ IP address នេះដែលយើងបាន assign នេះ88នេះ assign ទៅ bridge ចុះបើ bridge លុបបាត់ហើយ disable បាត់ហើយអញ្ចឹង IP ហ្នឹងវាមិនស្គាល់ទៅកាន់ network ទេមិនស្គាល់ទៅកាន់ local network ទេបាទអញ្ចឹងតើត្រូវធ្វើម៉េចដើម្បី log in ទៅកាន់MikroTik router នឹងបានទៅបាទអញ្ចឹងនៅក្នុងវគ្គទី1នេះយើង cover ចំណុចទាំងអស់នេះបាទអូខេអញ្ចឹងសូមមើលវីដេអូមេរៀនហើយមានសំណួរអីអាចសួរនៅក្នុង group Telegram ដែលអ្នកទាំងអស់នេះបានjoin បាទអូខេអរគុណ